សួស្តីបងប្អូនបងមានលំហាត់ m មួយទៀតហើយបាទមកធ្វើការដោះស្រាយជូនអ្នកទាំងអស់គ្នាអញ្ចឹងយើងមើល limit របស់យើងគេដាក់ថា m ស្មើជាមួយនឹង limit x ចិត្ត pi នៃ cos 4x ដក1ចាយ pi ដក x លើជាការ៉េរួនរៀងវាទៅអានេះវាចេញជា 4pi ណាក៏ 4pi ស្មើ1 1ដក1 0អានេះ pi ដក pi 0លើជាការ៉េ0ដែរអញ្ចឹងយើងឃើញថា limit របស់យើងរៀងមិនកំណត់បាទ0លើ0អញ្ចឹងបងសុំតាងមកបាទ limit ប្រភេទនេះតើយើងតាងណាបដូរអថេចឹងបងតាង t ស្មើជាមួយនឹង pi ដក x ចឹងនាំឲ្យ x វាស្មើជាមួយនឹងបាទគឺ t ដកឲ្យ pi ចឹងបើ x ខិតចិត្ត pi បាទចឹងនាំឲ្យតម្លៃ t របស់យើងខិតចិត្ត0អញ្ចឹងនាំឲ្យ limit m របស់យើងហ្នឹងស្មើយើងបដូរអថេទៅជា t ម្ដងអញ្ចឹងខ្លាចជា t ខិតចិត្ត0ក 4x អញ្ចឹងយើងបដូរ x ទៅជាអីគេបាទ t ដកឲ្យ4សំទោសទៅជា t ដកឲ្យ pi ហើយដកជាមួយនឹង1ខាងក្រៅចេះចែកឲ្យអានេះ pi ដក x អញ្ចឹង pi ដក x នេះយើងចាំជា t អញ្ចឹងខ្លាយជា t ការ៉េបាទបន្តមកទៀតអានេះវាស្មើជាមួយនឹង limit បាទ t ខិតចិត្ត0យើងកូន4ចូលទៅវាចេញជាកុសនៃ 4t ដកឲ្យ 4pi ដក1ចែកឲ្យ t ការ៉េចានេះវាចូលរួមមកកុសពីការ pi បូកជាមួយ alpha អូខេអញ្ចឹងដល់ alpha របស់យើងគឺនេះ 4t នេះអញ្ចឹងវាស្មើនឹងកុស 4t អាហ្នឹងណាអូខេអញ្ចឹងវាស្មើជាមួយនឹង limit t កាត់ជិត0ចានេះវាចេញជាកុសនៃ 4t ដក1ចែកឲ្យ t ការ៉េរូបមន្តវា1ដកកុស a វាស្មើនឹង2 sin ការ៉េ a ចែក2ដល់ពេលកុស a ដក1វិញអាហ្នឹងវាចេញមេគុណដកពីមុខដោយតែគ្នាដែរគ្រាន់តែយើងដាក់មេគុណដកណាអញ្ចឹងវាចេញជា t ខិតជិត0អានេះវាចេញជាដក2 sin ការ៉េ 4t ចែក2ទៅសល់ 2t ហើយចែកឲ្យបាទ t ការ៉េយើងសេរីចូលរួមអស់ទៅអញ្ចឹងស្មើជាមួយនឹង limit x t ខិតជិត0បងសេរីចូលរួមមុនណាចានេះដាក់ថា sin 2t ចែកឲ្យ 2t បាទលើកជាការ៉េអញ្ចឹងមានន័យថានេះយើងគុណថែម4ណាព្រោះវាលើកជាការ៉េ4អញ្ចឹងយើងត្រូវគុណ4មុខអញ្ចឹងគុណដក8ដោយសាររបស់យើងមានដក2ពីមុខណាអញ្ចឹងយើងសង្កេតមើលសិនអានេះលើកជាការ៉េដូចដើមវិញហើយ sin ណាអូខេអានេះពេលលើកជាការ៉េបាន 4t ការ៉េរបស់យើងមាន t ការ៉េចា4នេះសមមួយដក8នេះថតដក2អញ្ចឹងដូចដើមហើយអញ្ចឹងវាស្មើជាមួយនឹងដក8បាទគុណជាមួយនឹង1ការ៉េអញ្ចឹងចម្លើយរបស់វាស្មើនឹងដក5 3ជួបគ្នាទៀតវីដេអូក្រោយ